ប្រាំងស្អីរឿងហាន់លីភាគទី147បើយើងឃើញថាមានចំនួននៃវឹកហាត់ច្រើនខ្លាំងមែនទែនមកចូលរួមនៅវគ្គពពកហើយហាន់លីបើយើងក៏បានគិតផងដែរថាអ្នកវឹកហាត់កម្រិតទី1នេះមើលទៅដូចជាពពកកំពុងតែរសាត់អញ្ចឹងខណៈដែលកំពុងគិតក្នុងចិត្តសោកហាន់លីបើយើងក៏បានចាប់អារម្មណ៍នឹងពីរអ្នកដែលកំពុងអង្គុយនៅសំណាក់ហើយពួកអ្នកទាំងពីរនេះឯងគឺជាអ្នកមកទទួលអ្នកទាំងអស់គ្នាដើម្បីយកទៅធ្វើតេស្តនិយាយទៅការធ្វើតេស្តហ្នឹងដើម្បីដឹងពីកម្រិតវឹកហាត់ក៏ដូចជាទេពកោសល្យផងដែរថាគួរតែចូលទៅបកអ្វីល្អអញ្ចឹងទៅរួចហើយបានគេធ្វើការជ្រើសរើសទៅតាមបកនីមួយៗឃើញអញ្ចឹងអប៉ែមួយចាំលេខសន្តិរីក៏បាននិយាយមើលទៅអ្នកវឹកហាត់ឯករាជ្យគឺបានមកពីគ្រប់ទិសទីប៉ុន្តែហេតុអ្វីបានជាមានចំនួនតិចជាងមុនអញ្ចឹងហើយលើពីនេះទៀតមើលទៅពួកគេទៅគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តទៅសោះរីឯអប៉ែមួយទៀតក៏បានឆ្លើយតទៅវិញថានេះដោយសារតែឪពុករបស់គេធ្វើការលើកលែងហើយទទួលយកអ្នកវឹកហាត់កម្រិតទី1ដំណាក់កាលទី8ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យអ្នកវឹកហាត់ខាងក្រៅនឹងយល់ថាស្តង់ដារជ្រើសរើសរបស់ពួកយើងគឺពិតជាទាបចំណាមិញគឺយើងចាញ់រកការប្រកួតដាវទៅហើយបើមិនបាក់សិប្បករទេក៏បាក់ដាវបុរាណបើមិនបាក់ដាវបុរាណទេក៏បាក់សិប្បករនិយាយទៅយើងនឹងចាញ់ឡើងធម្មតាទៅហើយបើទោះបីជាមានអ្នកមានទេពកោសល្យខ្ពស់ក៏ដោយក៏ត្រូវបានជ្រើសរើសទៅដោយបាក់ធំពីរអស់ដែរលើអញ្ចឹងអប៉ែអញ្ចាំត្រីក៏បាននិយាយក៏មើលងាយពួកគេថាត្រូវមើលមិនឃើញប្រយ័ត្នមានទេពកោសល្យដ៏អស្ចារ្យនៅក្នុងចំណោមពួកនេះតែអប៉ែមួយទៀតក៏បានតទៅវិញថាតើមានទេពកោសល្យច្រើនបែបនេះមកពីណាគាត់ទៅមើលជាក់ស្ដែងទៅគឺវាដឹងហើយក្រោយបាននិយាយគ្នាចប់អ្នកទាំងពីរក៏បានបិទរបាំងការពារគ្រប់គ្នាបានឃើញអញ្ចឹងក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនលើកសរសើរអំពីអ្នកទាំងពីរថាពិតជាអស្ចារ្យខ្លាំងណាស់អប៉ែមួយនៅខាងឆ្វេងដៃបាញ់មិញក៏បាននិយាយថាចំពោះអ្នកណាដែលមានឬគល់ទី2ឬគល់3ឬមួយក៏ឬគល់ពិសេសណាស់ឆាប់ទៅតាមគេម្នាក់នេះហើយចំពោះអ្នកដែលមានកម្រិតទី1ថ្នាក់ទី10ឡើងទៅគឺមកតាមខ្ញុំចំណែកឯអ្នកដែលនៅសេសសល់គឺរងចាំនៅទីកន្លែងនេះនឹងមានអ្នកណាម្នាក់គឺនាំអ្នកទាំងអស់គ្នាទៅធ្វើការសាកល្បងក្រោយពីហានលីបើយើងបានដើរទៅជិះនៅលើថាសហោះហ្នឹងគេក៏បានពិនិត្យមើលមនុស្សគ្រប់រូបផងដែរប៉ុន្តែពួកគេដូចជាធម្មតានោះទេហើយហានលីបើយើងក៏បានសម្លឹងឃើញលោកតាចាស់ម្នាក់ផងដែរដែលលោកតាហ្នឹងគឺគាត់មកប្រឡងជារៀងរាល់ឆ្នាំតែម្ដងប៉ុន្តែគ្មានពេលណាម្ដងនោះទេដែលគាត់បានជាប់ឃើញតែគាត់កំសត់ពេកអញ្ចឹងហានលីបើយើងក៏បាននឹកសម័យរឿងរ៉ាវការពីអតីតផងដែរតែថាមនុស្សគ្មានទេពកោសល្យហើយគ្មានបាក់ហ្នឹងការបំបាយដល់កម្រិតទី1ដំណាក់កាលទី10ហ្នឹងវាគឺជារឿងដែលសម័យខ្លាំងមែនតើតែនៅសោកហានលីបើយើងក៏បានចាប់អារម្មណ៍នឹងបរិសម្នាក់ដែលមើលទៅថាអំពើរបស់គេពិតជាអាក្រក់ខ្លាំងមែនតើគឺអាប់អួរតែម្ដងហើយអ្នកទាំងអស់គ្នាចំណាំមុខអប៉ែហ្នឹងហើយទៅវាក៏ជាតួអង្គដ៏សំខាន់មួយដែរនៅពេលបន្តិចទៀតបន្ទាប់ពីគេបានបែងចែកសិស្សអស់ហើយពួកគេបំរុងនឹងចាក់ចេញទៅតែនៅសោកយើងឃើញថាកញ្ញាមូភ័យលីងក៏បានមកដល់ហើយមកដល់ភ្លាមនាងក៏បានសួរថាតើអ្នកទាំងអស់គ្នានេះមានណាគេស្គាល់ថ្នាំឱសថអត់ហើយបើយើងមើលទៅនៅក្នុងចំណោមមនុស្សទាំងអស់គ្នាហ្នឹងគឺគ្មានណាគេដែលស្គាល់ថ្នាំឱសថនោះទេតែចម្លែកអីនៅសោកតែមានបរិសម្នាក់លើកដៃថាខ្ញុំគឺស្គាល់ដែលបរិសម្នាក់ហ្នឹងគឺជាហានលីបើយើងហ្នឹងឯងបន្ទាប់ពីឃើញថាមានអ្នកស្គាល់ថ្នាំឱសថអញ្ចឹងមូភ័យលីងក៏បានសួរនៅសួរឱសថរបស់យើងគឺខ្វះអ្នកមើលថែអញ្ចឹងតើឯងចង់ចូលរួមដែរអត់ហើយហានលីបើយើងក៏បានឆ្លើយថាអូខេភ្លាមតែម្ដងបន្ទាប់ពីដើរទៅជាកម្រាលព្រំមួយនាងហើយនាងក៏បានសួរទៀតថាអ្នកចំណូលថ្មីតើឯងមានឈ្មោះអ្វីដែរហើយហានលីបើយើងក៏បានប្រាប់ថាខ្ញុំមានឈ្មោះថាហានលីមិនចាំយើងនោះទេកញ្ញាមូភ័យលីងក៏បានចាក់ចេញទៅវិញភ្លាមប៉ុន្តែក៏ត្រូវបានគេហាមឃាត់ហើយយ៉ាងសិស្សប្អូនណាការធ្វើតេស្តរបស់យើងគឺមិនទាន់បានបញ្ចប់នោះទេបើសិនជាឯងខ្វះជំនួយហេតុអីមិនរងចាំបន្តិចសិនតែមូភ័យលីងថាឲ្យគួរបារម្ភខ្លួនឯងវិញទៅបែកបារម្ភពីគេនោះទេហើយនាងក៏បានចាក់ចេញទៅបាត់ទៅចំណាំមុខនេះហើយទៅអ្នកទាំងអស់គ្នាដែលសារតែនាងនឹងខ្លាយទៅជាសិស្សរបស់ហានលីក៏ដូចជាខ្លាយទៅជាប្រពន្ធចុងរបស់ហានលីផងដែរប៉ុន្តែមិនបាច់ធ្វើហ្វេននោះទេព្រោះថាបន្តិចទៀតគឺនាងនឹងស្លាប់ហើយកុំឲ្យសែតការមើលប៉ាក់តាមម៉ាសុតវិញឃើញថាប៉ែមួយកំពុងតែល្អហើយថានៅទីបំផុតក៏បានចែកអស់ហើយគេនៅតែល្អទៀតថានៅទីនេះធ្វើការមួយថ្ងៃគឺវាហត់ជាងហាត់ដាវ10ថ្ងៃទៀតឬគេល្អអញ្ចឹងមូភ័យលីងក៏បានសួរថាមិនក៏ហ៊ាននិយាយបែបនេះឯនេះនៅប៉ាក់រាប់ឆ្នាំទៅហើយប៉ុន្តែការកំណត់អត្តសញ្ញាណនិងការហៅឈ្មោះឆ្នាំគឺវាអន់ជាងអ្នកមកថ្មីទៅទៀតតែប៉ែមកក៏បានតទៅវិញថាអ្នកគ្រូមីងកុំលេងសើចជាមួយនឹងខ្ញុំអីដូចពាក្យគេថាមនុស្សម្នាក់គឺមានមហិច្ឆតាខុសពីគ្នាហើយគេក៏បានលើកសរសើរអំពីហានលីរបស់យើងផងដែរនិងព្រមទាំងបានសួរថាតើឯងឈ្មោះអីរីឯបរិសុទ្ធស្មោះរបស់យើងក៏បានប្រាប់ថាហានលីហើយយ៉ាងមើលទៅបងអូនហានពិតជាមនុស្សស្មោះត្រង់ពិតមែនចូលមកដល់ក្នុងប៉ាក់ហើយលបងសុននឹងមើលថែឯងខ្ញុំច្រឡំអ្នកគ្នាតាមពិតទៅប៉ែនេះឈ្មោះថាសុនមិនមែនឈ្មោះថាម៉ូឯងបន្ទាប់ពីគេបានដើរចាក់ចេញទៅវិញហានលីរបស់យើងក៏បានគិតផងដែរថាមើលទៅបរិមអ្នកនេះក៏ពិតជាសុចរិតពិតមែនមិនអន់នោះទេហើយគេនៅតែបន្តសួរទៅកាន់កញ្ញាមូទៀតថាតើប៉ាក់របស់យើងតែចែកថ្នាំឲ្យគេហ្វ្រីចឹងមែននិយាយទៅប៉ាក់ហ្នឹងគឺចែកឲ្យគេហ្វ្រីអត់គិតលុយនោះទេអ្នកគ្នាគឺជួយសង្គ្រោះមនុស្សដោយហ្វ្រីតែម្ដងលើសំណួរអញ្ចឹងហើយមូភ័យលីងនាងក៏បានឆ្លើយទៅវិញថាវាត្រឹមត្រូវហើយខ្ញុំឮថាកាលពី80ឆ្នាំមុនណាប្រតិចាម្នាក់នៃប៉ាក់របស់យើងគឺបានប្រែក្លាយខ្លួនឯងទៅជាមនុស្សធម្មតាហើយមានក្រុមគ្រួសារដែលអាចធ្វើឲ្យគាត់រំជើលចិត្តនៅក្រោយមកទៀតគាត់បានបង្កើតហាងថ្នាំឥតគិតថ្លៃនៅទីកន្លែងនេះដើម្បីជួយមនុស្សនៅក្នុងទីក្រុងជុំវិញខ្លួនលើកន្លែងនេះហើយអ្នកគ្នាប្រកាសជាដឹងហើយថាអ្នកទាំងពីរផាយជាអាយុមិនដល់50ឆ្នាំផងពីព្រោះថាគាត់80ឆ្នាំអ្នកទាំងពីរកាត់មិនទាន់ផងហើយសុទ្ធតែហៅហានលីថាប្អូនក្រោយពីការងារត្រូវបានបញ្ចប់អប៉ែសុនក៏បាននិយាយថាអ្នកគ្រូមីងឃើញអត់ការងារគឺបានហើយអស់ហើយដោយសារតែខ្ញុំគឺបានណាត់បងប្អូនជួបជុំគ្នាដើម្បីទៅលេងទៅបាយអញ្ចឹងក៏ខ្ញុំសុំទៅមុនហើយបន្ទាប់ពីឃើញថាចង់ខកក៏ដូចជាខកមកបានមូភ័យលីងក៏បានត្រឹមតែល្អថាបរិមម្នាក់នេះអាយុកាន់តែច្រើនទៅហើយប៉ុន្តែចរិតនៅតែក្មេងដដែលមើលទៅការប្រកួតដាវគឺបានចិត្តមកដល់ហើយតែយើងត្រូវធ្វើដូចម្ដេចហើយបន្ទាប់ពីបានបិទហាងរួចនាងក៏បាននាំហានលីរបស់យើងទៅច្រកទ្វារភ្នំខណៈដែលកំពុងធ្វើដំណើរហានលីរបស់យើងក៏បានសួរផងដែរតើសិស្សរបស់មិញគឺមានឈ្មោះអីហើយនាងក៏បានប្រាប់ថាគេគឺមានតកោសុនហើយដោយសារតែឈ្មោះរបស់គេគឺពិបាកហៅខ្លាំងពេកយើងហៅគេថាសុនហួរនៅក្នុងការធ្វើដំណើរនឹងដែរយើង
ឃើញថាមកពេលលេងគឺនាងបានណែនាំហានលីបើយើងច្រើនខ្លាំងមែនទែនពីកន្លែងផ្សេងៗអញ្ចឹងទៅហើយក្រោយមកយើងក៏បានដឹងថានៅកំពូលភ្នំនីមួយៗគឺមានអ្នកវឹកហាត់កម្រិតទី3ចំនួន2នាក់ដែលអ្នកវឹកហាត់កម្រិតទី3នោះគឺជាម្ចាស់ភ្នំនិងអនុប្រធានហើយនាងនៅតែបន្តណែនាំទៀតថាត្រូវនៅទីកន្លែងនោះគឺមានទីផ្សារមួយសម្រាប់ដោះដូរអីវ៉ាន់ផ្សេងៗបន្ទាប់ពីឃើញថាហានលីបើយើងគឺយកចិត្តទុកដាក់ខ្លាំងពេកនាងក៏ឆ្ងល់ខ្លាំងមែនទែនមិនក៏យកចិត្តទុកដាក់ម៉េចតែនាងក៏បាននិយាយបន្តទៀតថាល្អហើយព្រោះថានេះគឺជាព័ត៌មានដ៏សំខាន់ផងដែរក៏ទៅមនុស្សយើងអញ្ចឹងមែនតែពេលដែលគេយកចិត្តទុកដាក់ថាគេនឹងយ៉ាងចម្លែកដល់ពេលគេមិនស្ដាប់ថាគេនឹងមិនឲ្យតម្លៃខ្លួនទៅបាក់យល់ប្រយោជន៍មកដល់កន្លែងមួយហើយនាងក៏បានណែនាំហានលីទៀតថាបើសិនជាមានចង្អុលអីផ្សេងទៀតក៏អាចទៅបានតម្លៃដើម្បីអានសៀវភៅបានហើយនាងក៏ភ្លេចថាតើសៀវភៅហ្នឹងគឺវាមានឈ្មោះអីទៅណអូចាំបានហើយសៀវភៅហ្នឹងមានឈ្មោះថាកំណត់ត្រាពពកធ្លាក់បើមើលទៅលើចរិតរបស់នាងក៏ពិតជាស្លុយមែនតើបានប្រអាប់ថាសំបីតែបញ្ហាទូចមួយទេពិតតែចាស់ទាំងអស់នឹងទៅស្ទេសៀវភៅឡើងកម្រាស់ណានៃមើលទៅពិតតែចាស់ទាំងអស់នេះពិតជាតំណីពិតមែនគណៈពេលដែលកំពុងតែដៀលសុកហ្នឹងស្រាប់តែគេនិយាយថាសូមគោរពព្រឹត្តិចាស់ហ្វុងហើយនាងភ្ញាក់មែនតើដោយសារតែកំពុងតែដៀលព្រឹត្តិចាស់មកពីខាងក្រោយបន្ទាប់ពីធ្វើការគោរពព្រឹត្តិចាស់ហ្វុងក៏បានប្រាប់ថាឈ្មោះស្រីមិនបាច់គូសមនោះទេបន្តិចទៀតយើងនឹងខ្លាចទៅជាគ្រូសាទី1ហើយគូបញ្ជាក់ដែរថាព្រឹត្តិចាស់ហ្វុងនេះគឺមានកម្រិតទី3ដំណាក់កាលចុងក្រោយគឺស្មើជាមួយនឹងហានលីតែវាយគ្នាមែនហានលីឲ្យស្វ័យហើយព្រឹត្តិចាស់ក៏បានសួរផងដែរថាបរិះនៅពីខាងក្រោយហ្នឹងគឺជាសិស្សថ្មីដែលបន្តបានចុះឈ្មោះមែនមូភេលីងក៏បានឆ្លើយតបទៅវិញថាព្រឹត្តិចាស់សូមជួយអនុគ្រោះផងខ្ញុំនឹងនាំគាត់ទៅជួបមេប៉ាស្ដាប់នាងនិយាយចាប់ព្រឹត្តិចាស់ក៏បានប្រាប់ទៅវិញថាយើងនេះទៅមកពីសារប្រជុំនោះទេនៅក្នុងចំណោមសិស្សឆ្នាំថ្មីនេះគឺពិតជាមានអ្នកដែលមានទេពកោសល្យពិតមែនកូនសិស្សថ្មីម្នាក់គេមានរាងកាយដែកបាក់ទាំងពីរហ្នឹងស្ទើរតែវាយគ្នាដើម្បីទៅដាមយកគេទៅហើយប៉ុន្តែបានតាចាស់ដូចជាខ្ញុំនេះចុះអន្តរាគមមកដល់ពេលនេះគាត់បានជាទួនចង់ធ្វើជាកូនសិស្សរបស់ខ្ញុំតែខ្ញុំទៅធ្វើមិនទៅនិយាយទៅព្រឹត្តិចាស់ហ្នឹងនិយាយដូចជាអ៊ូតខ្លួនឯងអញ្ចឹងណាក្រោយក៏បាននិយាយចាប់ព្រឹត្តិចាស់ក៏បាននិយាយថាពេលនេះគឺវិភពពេលទៅហើយបើយើងពិនិត្យឯងទៅខ្លួនឯងតែគិតមិនដែរហើយហានលីបើយើងក៏មិនបានថាអ្វីដែរនៅក្រៅពីបានពិនិត្យហើយឃើញថាហានលីបើយើងគឺមានកម្រិតទី1ដំណាក់កាលទី10ល្មមរីឯអាយុរបស់ហានលីវិញមើលទៅក៏អាចទទួលយកបានដែរហើយគាត់នៅតែបន្តសួរទៀតថាតើឯងមានឫសគល់ប្រភេទបែបណាស្ដាប់ចាប់ហានលីក៏បានណែនាំខ្លួនលោកគ្រូខ្ញុំមានឈ្មោះថាហានលីខ្ញុំមានប្រភេទឈើភ្លើងទឹកនិងផែនដីគឺឫសគល់វិញ្ញាណ4លើថាឫសគល់វិញ្ញាណ4អញ្ចឹងមូភេលីងក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនតើសូម្បីតែព្រឹត្តិចាស់ក៏ស្ងាត់មាត់ឃើញតែព្រឹត្តិចាស់ស្ងាត់មាត់អញ្ចឹងហានលីក៏មានការផិតភ័យតិចតួចផងដែរខ្លាចថាគាត់មិនឲ្យជួយវឹកហាត់ប៉ុន្តែវាអត់អញ្ចឹងនោះទេដោយសារតែព្រឹត្តិចាស់គឺគាត់មានសន្តានចិត្តល្អគាត់ក៏បានតទៅវិញថាមិនអីទេដោយសារតែប៉របស់យើងនេះគឺជាប៉ដែលប្រកាយខាងចម្រាញ់ថ្នាំមានស្នៀតនិងក្បួនអីផ្សេងៗឲ្យតែឯងព្យាយាមខិតខំវឹកហាត់មិនបោះបង់មហិច្ឆតារបស់ខ្លួនឯងក៏សាងគុណសម្បត្តិដល់ប៉ប្រកាសជាផ្ដល់ថ្នាំបង្កើនមូលដ្ឋានគ្រឹះដល់ឯងបន្ទាប់ពីបាននិយាយគ្នាចប់អស់ហើយព្រឹត្តិចាស់ក៏បាននាំហានលីបើយើងដើម្បីទៅសាកសួរចិត្តនិយាយទៅការសាកសួរចិត្តហ្នឹងគឺគ្រាន់តែសួរអំពីប្រវត្តិអីផ្សេងៗនោះទេវាអត់សំខាន់អញ្ចឹងក៏សាច់រឿងរបស់គេក៏អត់បានរំលឹកយើងឲ្យច្បាស់លាស់ដែរត្រឡប់មកដល់បឋនាមសតវិញកញ្ញាមូភីលីងក៏បានសួរថាតើហានលីហ្នឹងចង់មើលថែទួនឬមួយក៏ចង់រៀនវិជ្ជាចម្រាញ់ថ្នាំពីនាងតែហានលីក៏បានតទៅវិញថាដោយសារតែខ្ញុំគឺមានទេពកោសល្យធម្មតាអញ្ចឹងខ្លាចថារំខានដល់អ្នកគ្រូមីងតែប៉ុណ្្នឹងឯងដូច្នេះហើយខ្ញុំសូមមើលថែទួនទៅចុះឬហានលីចង់មើលថែទួនអញ្ចឹងកញ្ញាភីលីងក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើហើយបានប្រាប់ហានលីថាអូអញ្ចឹងរងរាល់ឆ្នាំឲ្យគ្រាន់តែបកគោលថ្នាំឱសថនឹងតាមចំនួនកំណត់ទៅបានហើយនាងក៏បានបកគោលសាកសម្គាល់នឹងវិធីសាស្ត្រថែរក្សាឱសថផ្សេងៗទៅកាន់ហានលីរបស់យើងផងដែរនឹងប្រងទាំងបានព្រមានហានលីថាគឺមិនអាចធ្វើអ្វីខុសបាននោះទេពីព្រោះថាយើងគឺនឹងមកពិនិត្យជាប្រចាំហើយជឿទៅចាញ់បោកហានលីសតនឹងតែមើលទៅហានលីប្រើថាយ៉ងហើយនឹងលីងឡុងឲ្យធ្វើទេហានលីនៅរស់ស្រួលហើយក្រោយមកហានលីរបស់យើងក៏បានសួរថាតើមានអីទៀតអត់ហើយមូភេលីងក៏បានថាអូនៅមានមួយទៀតហើយនាងក៏បានបកគោលនៅសភៅមួយដែលនោះគឺជាវិជាតកអត់កំបាំងក្រោយពីបានឲ្យទៅកាន់ហានលីដើម្បីវឹកហាត់ហើយនាងក៏បានថាបើសិនជាមានបញ្ហាអ្វីនៅក្នុងការវឹកហាត់ក៏មិនអាចមកសួរនាងបាននិយាយទៅហ្វឹងនឹងគឺជាព្រឹត្តិចាស់ហ្វឹងបាញ់មិញចាំបានអត់កាត់ពេលវេលាមកដល់ពេលយប់វិញឃើញថាហានលីរបស់យើងក៏បានដកទង់ធ្វើជារបាំងការពារហើយគេក៏បានតម្លាក់សភៅអំបញ្ញមិញនឹងទុកចោលម្លាយសិនផងដែរដោយសារតែយើងដឹងស្រាប់ហើយសភៅមួយនឹងគឺវាអត់មានតម្លៃអីនោះទេសម្រាប់ហានលីនៅបន្ទាប់ពីបានមើលផ្ទះមកជុំហើយហានលីរបស់យើងក៏បាននិយាយថាទីនេះគឺជាកន្លែងសុវត្ថិភាពរបស់ខ្ញុំហើយសម្រាប់បន្តិចសិនទៅស្អែកចាំគិតជាបន្តទៀតងាកមកមើលហានលីរបស់យើងវិញកំពុងតែគិតទៀតដែរថាប៉ពពកធ្លាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើប៉ផ្សេងៗគេផ្ដល់នៅអាវុធវេទមន្តក៏ដូចជាបច្ចេកទេសក្នុងការវឹកហាត់ប៉ុន្តែចំពោះប៉នេះបែរជាបកគលចង្ក្រានឲ្យទៅវិញដែលជាមកខាងក្រៅគេក៏បានបញ្ជាក់យើងផងដែរថានេះគឺជាកពូភ្នំនីតិខេរដីឈ្មោះហានលីកម្រិតទី1ដំណាក់កាលទី10ខ្លាញ់បន្លំហានលីរបស់យើងនៅតែបន្តគិតទៀតថាធ្លាប់តែវឹកហាត់នៅម្នាក់ឯងបែរជាមករស់នៅប៉មួយនេះមើលទៅអារម្មណ៍ពិតជាខុសគ្នាមែនតើយ៉ាងណាក៏ដោយការវឹកហាត់ត្រូវតែបង្កើតនៅរោងភ្នំមួយផ្សេងទៀតឃើញថាកន្លែងនេះពិតជាល្អហើយហានលីរបស់យើងក៏ធ្វើការកែសម្រួលបន្ថែមបន្ទាប់ពីបានកែសម្រួលរួចហើយហានលីរបស់យើងក៏បានដកទង់ចោលមួយញៀនដើម្បីបិទចំហាយរបស់ខ្លួនហើយគេក៏មានការងើយឆ្ងល់ផងដែរថាមិនបានជាអត់លើព្រលឹងវាដីរហូតអញ្ចឹងតាំងមកពីពិភពល្ងិតហ្នឹងគឺវាដីរហូតឬមួយក៏វាលេបទៅបាក់វិញ្ញាណច្រើនពេកហើយវាវត្តខ្លួនទេដឹងតែគ្មានពេលវេលាត្រូវគិតច្រើននោះទេហានលីរបស់យើងក៏បានគិតថានឹងរៀបចំរោងភ្នំនេះឲ្យស្អាតមុននឹងចូលបំបីដល់កម្រិតទី4តែមុននឹងបំបីចូលដល់កម្រិតទី4ហានលីរបស់យើងក៏ត្រូវធ្វើរឿងមួយចំនួនជាមុនសិនហើយរឿងរ៉ាវសំខាន់បំផុតដែលហានលីត្រូវធ្វើនឹងគឺជាការលុបបំបាត់នៅកម្លាំងខ្យល់វិញ្ញាណអាក្រក់ហ្នឹងឯងចំពោះគ្នាយើងដែលអត់បានដឹងនោះទេ
ខ្យល់វិញ្ញាណឬមួយក៏វិញ្ញាណខ្យល់ហ្នឹងត្រូវបានដាក់ទៅដោយហ្វឹងស៊ីគឺអប៉ែមួយចាបដែលហានលីលួចស្លាប់ហ្នឹងឯងក្រោយពីបានព្យាយាមមកបៀហានលីវិញក៏បានដកថាមពលមួយនឹងចេញហើយហានលីក៏នៅតែបន្តនិយាយទៀតថាបញ្ហាបន្ទាប់គ្រាន់តែជាពេលវេលាប៉ុណ្ណោះហើយរឿងហានលីភាគទី157របស់យើងក៏ចប់តែប៉ុណ្្នឹងឯងបាយ